បាទជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាបាទក៏ដូចជាបានសន្យាជាមួយបងប្អូនពីម្សិលមិញថាថ្ងៃនេះខ្ញុំនឹងចេញវីដេអូទាក់ទងជាមួយនឹងការធ្វើកំទេចម្សៅនំប៉័ងដើម្បីយកមកឆាជាមួយនឹងគ្រឿងទេសបាទសម្រាប់ខ្លែមានដូចជាផ្គាសាច់គោណាបាទកដាមអីចឹងជាដើមណាបងប្អូនណាបាទហើយគ្រឿងរបស់វាបងប្អូនដូចឃើញស្រាប់ហើយគឺខ្ញុំផ្សំនៅនេះគឺមានម្ទេសក្រៀមបាទសៀងខ្មៅបាទជាមួយនឹងម្រេចសបាទហើយបងប្អូនចំណែកឯមេថងខាងនោះគឺជាកំទេចម្សៅនំប៉័ងដែលយើងអត់ទាន់បំពងបងប្អូនណាបាទហើយបងប្អូនវីដេអូហ្នឹងបងប្អូនកុំភ្លេច share និងចែកម្លែកទាំងអស់គ្នាផងបាទដើម្បីឲ្យបងប្អូនយើងបានមើលទាំងអស់គ្នាបងប្អូនណាបាទហើយគ្រឿងអស់នេះគឺខ្ញុំផ្សំមានតែ4មុខនឹងទេបងប្អូនណាឥឡូវយើងទៅធ្វើទាំងអស់គ្នាបាទជំហានដំបូងគឺយើងដាក់ខ្លាញ់បាទពេលដែលខ្លាញ់ក្តៅគឺយើងត្រូវបំពងម្ទេសមុនដំបូងបងប្អូនណាបាទពេលដែលបំពងម្ទេសវាឈ្ងុយហើយគឺយើងស្រង់វាចេញបានហើយបាទគឺយើងអាចដុសវាចេញបានហើយអូខេបងប្អូនបាទបន្ទាប់ពីយើងស្រង់ម្ទេសចេញមកគឺយើងដាក់សៀងខ្មៅបំពងម្ដងទៀតបាទដាក់សៀងខ្មៅបំពងមកឲ្យវាឈ្ងុយល្មមបាទកុំឲ្យខ្លោចបងប្អូនប្រយ័ត្នតែខ្លោចគឺលែងឈ្ងុយចេញស្ងៀមវិញហើយបាទអូខេក្រោយមកទៀតគឺយើងបំពងខ្ទឹមសបងប្អូនណាបាទធ្វើតាមខ្ញុំមតនការទៅបាទគឺយើងបំពងខ្ទឹមសបាទខ្ទឹមសនេះគឺបងប្អូនបំពងឲ្យវាក្រហមល្មមបានហើយបាទហើយនេះគឺគ្រឿងដែលខ្ញុំបំពងមិញបាទសៀងខ្មៅជាមួយម្ទេសបងប្អូនមើលឃើញអញ្ចឹងណាបងប្អូនណាបាទហើយខ្ទឹមសនេះទៀតសោតគឺយើងកាន់វាកុំឲ្យម៉ត់ពេកតែម៉ត់ពេកពិបាកបំពងហើយបាទឥឡូវខ្ទឹមសនេះគឺរួចរាល់ហើយបងប្អូនបាទខ្ទឹមសគឺឡើងឈ្ងុយដែកឡើងហើយក្រហមហើយអូខេយើងចាក់វាចេញណាបងប្អូនបាទចាក់វាចេញលាងខ្ទះស្អាតយើងដាក់ខ្លាញ់ម្ដងទៀតដើម្បីអីបាទគឺយើងដើម្បីបំពងម្សៅនំប៉័ងបាទម្សៅនំប៉័ងនេះទៀតសោតបងប្អូនកុំដាក់ម្ដងទាំងអស់ណាហើយភ្លើងកុំឲ្យក្តៅពេកបាទភ្លើងដាក់តែ40អង្សាសេបានហើយបាទបន្ទាប់ពីដាក់នំប៉័ងចូលបាទម្សៅនំប៉័ងចូលពេលវាពុះព្រិញវារៀងដែរហើយ